sao giờ ý ai cho trong điពេលដែលម៉ាក់បង្កើតឯងគាត់ធ្លាក់ឈាមខ្លាំងស្ទើរតែបាត់បង់ជីវិតទៅហើយហើយលទ្ធផលជំនួយរបស់ប៉ាក៏បានធ្លាក់ចុះឥឡូវនេះឯងមកវិញក៏នាំជំងឺមកឲ្យបងស្រីទៀតឯងនេះពិតជាអាក្រក់ពិតមែនឯងពិតជាក្មេងដែលនាំសំណាងអាក្រក់មកមែនយើងសួរឯងកន្ទួលរបស់នៅលើដៃសឺអឺគឺជាស្នាដៃរបស់ឯងមែនទេមិនមែនទូទេហ៊ានធ្វើរត់គួរអាណិតនៅទីនេះហីមិនមែនទេទូស្លាញ់ប៉ាម៉ាក់ណាទូក៏ដល់ប៉ាម៉ាក់រាល់ថ្ងៃចង់ឲ្យប៉ាម៉ាក់ទទួលមកផ្ទះនេះជារូបគ្រួសារដែលទូគូម៉ាក់ហេតុអីក្នុងរូបនេះអត់មានសៀវអើអញ្ចឹងបងស្រីត្រឡប់មកវិញហើយតែសៀវអើត្រូវដេញចេញដែរទេស្អុយណាស់អ្នកណានិយាយថាឯងជាគ្រួសារយើងខ្ញុំមានតែសៀវអើទៅជាប្អូនខ្ញុំហើយជឿថាប៉ាយើងមានតកូលស្រីម្នាក់ប៉ុណ្ណោះគឺសៀវអឺបើលោកតាឯងមិនទទួលចង់យកឯងត្រឡប់មកវិញសូមឲ្យថ្មទ្វារក៏មិនឲ្យឯងចូលផងយើងប្រាប់ឲ្យដឹងជប់ជាមួយលោកតាហើយត្រូវទៅជនបទវិញភ្លាមពីពេលនេះទៅមិនអនុញ្ញាតឲ្យនិយាយជាមួយអ្នកណាថាឯងជាអ្នកនាងតូចរបស់គ្រួសារសៀទេហើយកុំឲ្យអ្នកណាដឹងថាឯងជាកូនពួកយើងប៉ាម៉ាប៉ានិងម៉ាក់លែងត្រូវការកូនហើយមែនទេអ្នកណាត្រូវការហើយកូនស្រីម្នាក់នេះបើសិនជាពួកបងមិនយកទេទោះខ្ញុំយកបងប្រុសបងថ្លៃកូនស្រីម្នាក់នេះបើពួកបងមិនយកទេខ្ញុំយកនេះជើរបស់ឯងភ្នែករបស់ឯងពូតូចជំងឺរបស់ពូតូចជាហើយកុំយំណាពូនៅទីនេះសត្វកំណាចក៏ស៊ីកូនមិនបានដែរបងប្រុសបងហ៊ានធ្វើបាបកូនស្រីបង្ការរបស់ខ្លួនឯងដើម្បីតែកូនស្រីចិញ្ចឹមម្នាក់ទៅវិញរឿងរបស់យើងមិនតន់ដល់ពេលរបស់ឯងមកបញ្ជាជើងទេចំណែកឯងវិញកុំភ្លេចថាក្មេងម្នាក់នេះហើយដែលជាអ្នកធ្វើឲ្យភ្នែកនិងជើងរបស់ឯងពិការឯងនៅជាមួយក្មេងនេះប្រយ័ត្នបាត់បង់ជីវិតរបស់ឯងទៅបងប្រុសពិតជាមានភ្នែកអត់ប្រស្រីមែនមិនដឹងថាអ្នកណាជាសាច់ញាតិអ្នកណាជាអ្នកក្រៅបដិញផ្កាយសំណាងចេញពីផ្ទះគួរអស់សំណាងផ្កាយសំណាងស្អីទូត្រឡប់មកផ្ទះវិញសៀវអើឡើងទទួលក្រហមលើខ្លួនអាណាទៅផ្កាយសំណាងអ្នកប្រុសទី2នេះគឺជាសម្លៀកបំពាក់ដែលអ្នកនាងសៀអើយកឲ្យអ្នកនាងទូប្រឡាក់ដោយម្សៅរមាស់លោកម្ចាស់លោកស្រីឆ្នាំមិនមែនខ្ញុំអ្នកដាក់ទេខ្ញុំលះបង់ណាស់ដើម្បីអ្នកនាងសៀវអើសូមជួយខ្ញុំផងបើមិនមែននាងជាអ្នកដាក់អញ្ចឹងសៀវអើជាអ្នកដាក់មែនទេម៉ែគាត់អត់បានធ្វើទេបងទី2មិនក៏និយាយបង្ខូចក្មេងបែបហ្នឹងមិនហើយបងស្រីសៀអើទៀតអាឡើងកន្ទុកក្រហមមិនយ៉ាងណាដាក់ថ្នាំខ្លួនឯងទៅត្រកូលសៀងចំអញអត់ប្រយោជន៍មែនសារភាពមកអញហ៊ានដាក់ថ្នាំបំពុលអ្នកនាងតូចពិតមែនទេត្រកូលសៀងមិនធ្លាប់ធ្វើបាបឯងទេជាធម្មតាឯងតែនៅជាមួយគ្រួសាររបស់យើងគិតឲ្យល្អិតល្អន់មុនពេលឯងនិយាយចេញមកចាគឺខ្ញុំដាក់ថ្នាំដើម្បីធ្វើបាបអ្នកនាងទូបើតកូលសៀវមានមនុស្សដែលមានចិត្តអាក្រក់បែបនេះខ្ញុំនឹងសម្អាតផ្ទះនេះជំនួសប៉ាដែលកំពុងតែមានជំងឺស្រាប់ខ្ញុំឲ្យច្បាស់ណាឆាប់បដិញនាងចេញទៅបាទលោកម្ចាស់ទី2ខ្ញុំខុសហើយលោកម្ចាស់ទី2គឺជាអ្នកនាងតូចតែម្នាក់គត់របស់តកូលសៀវបើអ្នកណាគិតចង់ធ្វើបាបនាងទៀតក៏មិនទោសខ្ញុំលិនយានឹងសងសឹកវិញហើយក៏សូមឲ្យបងប្រុសគ្រប់គ្រងកូនស្រីចិញ្ចឹមរបស់បងឲ្យបានល្អទៅទោះជាឋានៈកូនច្បងឬក៏កូនពៅសៀវអើមិនអាចប្រៀបធៀបជាមួយនឹងទូបានទេបើមានម្ដងទៀតខ្ញុំនឹងបដិញសៀវអើចេញពីតកូលសៀវហើយអ្នកម៉ាក់សៀវអើមិនចង់ឃ្លាតឆ្ងាយពីប៉ាម៉ាក់ទេពីពេលនេះតែអ្វីដែលបងស្រីចូលចិត្តសៀវអើលះបង់ឲ្យទាំងអស់កន្លែងណាមានបងស្រីទូនៅសៀវអើនឹងដើរចេញទៅឲ្យឆ្ងាយពីគាត់សៀវអើកុំអារម្មណ៍ឥឡូវនេះប៉ាគឺជាអ្នកគ្រប់គ្រងតកូលសៅហើយមានប៉ានៅទីនេះមានអ្នកណាឲ្យកូនចេញពីតកូលសៅបានទេប៉ានឹងមិនទាន់ស្លាប់ទេបងគ្រាន់តែជាអ្នកគ្រប់គ្រងបណ្ដោះអាសន្នតែប៉ុណ្ណោះលោកម្ចាស់ទី2លោកម្ចាស់ចាស់កើតរឿងហើយលោកប៉ាខ្ញុំនាំទូមកវិញហើយសូមលោកប៉ាបើកភ្នែកមើលនាងផងទៅមើលស្អីដោយសារតែនាំនាងមកវិញបានជាប៉ាកូនចេញឈឺបែបនេះចុះបងនៅឈរធ្វើអីទៀតពេលនេះប៉ាទៅហើយបងគួរទទួលខុសត្រូវជាម្ចាស់ផ្ទះត្រកូលសៀវដេញមនុស្សចង្រៃនេះចេញឲ្យផុតទៅមិនហើយប៉ាមិនអាចចូលទូទៅវិញទេអូនស្រីសៀវនឹងជួបគ្រោះមហន្តរាយមិនខានទេបូតាញ
តូចៗយំលោកតាគ្រាន់តែសម្រានលក់ទេ ពិតមែនហើយលោកតាគ្រាន់តែសម្រានលក់ជារៀងរហូតតែប៉ុណ្ណោះនឹងមិនភ្ញាក់ឡើងវិញទេ ទូមានវិធីធ្វើឲ្យលោកតាភ្ញាក់មកវិញ និយាយប្រេះប្រាស់ស្អីមនុស្សស្លាប់បាត់ទៅហើយមិនយ៉ាងណាដល់ខ្លួនឡើងវិញទៅ ដេញក្មេងនេះចេញឲ្យផុតទៅ ខ្ញុំចាំមើលអ្នកណាហ៊ានប៉ះពាល់នាង លោកតាភ្ញាក់ឡើង ឯងជាមនុស្សនាំគ្រោះធ្វើឲ្យលោកតាស្លាប់ហើយនៅមិនគ្រប់នៅហ៊ានប៉ះពាល់លោកតាទៀត ឯងចុះមកភ្លាម អើឆាយើងមិនទាន់ស្លាប់ទេពួកឯងឆ្លោះគ្នាស្អីហ៎ រស់ឡើងវិញមែន ចប់ហើយដំណើរជាម្ចាស់ផ្ទះរបស់យើងគឺចប់ហើយ ប៉ាភ្ញាក់ហើយអេអ្នកនេះល្អណាស់ហើយនេះជំងឺរបស់ឯងជាហើយជើងនឹងភ្នែករបស់ឯងប៉ាទូជាអ្នកព្យាបាលជើងនឹងភ្នែករបស់ខ្ញុំឲ្យជាសះស្បើយណាលោកប៉ា សួស្ដីលោកតា ចៅស្រីដ៏ល្អរបស់យើងមិញនេះឯងបានទាញយើងពីមាត់ទ្វារមច្ចរាជហើយណាក្មេងល្អតកូលសៀវធ្វើបាបឯងហើយមកប្រាប់លោកតាមកឯងចូលចិត្តអីតានឹងបំពេញបំណងរបស់ចៅណាប្រាប់មកប្រាប់តាឲ្យលឿនមកណា មែនទេ ពិតហើយ ប៉ាសៀវអើក៏ជាចៅប៉ាដែរប៉ាមិនអាចលំអៀងទេមិននេះសៀវអើគេលំបាកប៉ុណ្ណាដើម្បីប៉ា យើងនិយាយជាមួយនឹងទូឯងចេញមកកាត់សម្ដីរបស់យើងមែនទេសៀវអើធំដឹងក្តីនៅក្នុងតកូលសៀវយើងចំនាងដូចជាចៅបង្កើតអ្វីដែលនាងញ៉ាំស្លៀកពាក់ប្រើប្រាស់មិនខ្វះទេយ៉ាងម៉េចបំណងប្រាថ្នាតូចមួយរបស់ក៏ពួកឯងនាំគ្នាមកប្រកួតប្រជែងដែរមែនទេនិយាយមក លោកតាសៀវអើមិនត្រូវការអ្វីទាំងអស់សៀវអើគ្រាន់តែចង់នៅជាមួយប៉ាម៉ាក់និងបងប្រុសតែប៉ុណ្ណឹងទេលោកតា យំរហេមរហាមស្អីមកយំស្រែកស្អីក្បែរយើង លោក នឹង តាពួកយើងមិនបានធ្វើបាបទូទេអ្នកចាត់ការបាបផ្ទេរលុយក្នុងមួយខែ 50000 ឲ្យមីលីវដើម្បីមើលថែនាងគ្រាន់តែធ្វើពុតជាគោអាណិតនាងមានកំណត់អាក្រក់ហើយ ធំដឹងក្តីនៅជនបទគ្មានការអប់រំស្អីទេនៅក្មេងសោះហ៊ានធ្វើពុតតាក់ទាញក្តីស្រឡាញ់លោកតាកុំចាញ់បោកគេឲ្យសោះ ធ្វើពុតជាគួរអាណិតដើម្បីតាក់ទាញចិត្តឬក៏អត់បាយញ៉ាំសួរទៅដឹងហើយ អ្នកចាត់ការឈិនបាទតើលោកផ្ទេរលុយឲ្យអ្នកនឹងតូចប្រមាណក្នុងមួយខែចំពោះលុយប្រើប្រាស់នៅនេះសៀអើគឺ 50,000 រាល់ខែលឺទេ 50,000 រាល់ខែ 50,000 អ្នកចាត់ការឈិនយើងសួរអំពីថ្លៃជីវភាពរបស់ទូ ខ្ញុំស្មានថាលោកម្ចាស់សួរអំពីលុយប្រើប្រាស់របស់អ្នកនេះសៀអើចំណែកអ្នកនេះទូវិញខ្ញុំមិនដែលផ្ទេរលុយទៅឲ្យប្រើប្រាស់នោះទេ ស្អីគេយើងបានប្រាប់ឲ្យផ្ទេរលុយ 50,000 ជារៀងរាល់ខែឲ្យទៅជីវភាពមីងលីវ លោកម្ចាស់បានមកគប់បែនប៉ុន្តែលោកម្ចាស់ធំបាននិយាយថានៅជនបទគ្មានអ្វីតម្រូវការត្រូវចាយនោះទេអ្នកនេះនៅក្មេងមិនដឹងចាយអីខ្លាចមីងលីវយកលុយទៅចែកខ្ជះខ្ជាយទើបបានជាមិនឲ្យវេទៅឲ្យ អាសៀវឈីមីងឯងធ្វើជាឪពុកគេបែបណាយើងមើលទៅឯងប្រហែលជាមានបំណងចង់ឲ្យទូឃ្លានស្លាប់នៅជនបទមែនទេ